ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន BYD បានយកឈ្នះក្រុមហ៊ុន Tesla របស់សហរដ្ឋអាមេរិកក្នុងនាមជាអ្នកលក់រថយន្តអគ្គិសនីដែលបានច្រើនជាងគេបំផុតនៅក្នុងពិភពលោកអ្វីត្បិតតែរថយន្ត BYD កំពុងតែឈានមុខគេក៏ពិតមែនតែក្រុមហ៊ុនចិនមួយនេះមិនបានបន្ធូរដៃក្នុងការស្រាវជ្រាវរកនៅបច្ចេកវិទ្យាថ្មីឬក៏អភិវឌ្ឍម៉ូដរថយន្តរបស់ខ្លួនឲ្យកាន់តែមានភាពទាក់ទាញបន្ថែមនោះឡើយកាលពីថ្ងៃពុធនេះក្រុមហ៊ុន BYD បានតាំងបង្ហាញនៅរថយន្តសិតដែលជា model ពណ៌ខៀវប្រណិតមួយគ្រឿងដែលចង្អុលទៅកាន់មហិច្ឆតារបស់ខ្លួនក្នុងការប្រជែងនឹងម៉ាកយីហោដ៏ល្បីរបស់ពួកលោកខាងលិចទូយ៉ាងដូចជារថយន្ត Porsche និង Mercedes-Benz ជាដើម Denza Z ដែលជារថយន្តស្ពណ៌របស់ BYD ត្រូវបានគេទន្ទឹងរង់ចាំយ៉ាងក្តៅគគុកបន្ទាប់ពីរូបភាពនៃគំរូយានយន្តមួយប្រភេទនេះត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងអ៊ីនធឺណិតហើយខាងក្រុមហ៊ុនរបស់ BYD បានបញ្ជាក់ថា model នេះនឹងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួនថែមទៀតផង Denza Z វាគឺជារថយន្ត Sport ដែលត្រូវបាន BYD ផលិតឡើងជាមួយនឹងបច្ចេកវិទ្យា Steer by Wire ដែលជាប្រព័ន្ធមួយដែលគ្មានហានិភ័យនៃជួរឈរនៃដៃចង្កូត Denza Z នឹងក្លាយទៅជារថយន្ត Sport ដំបូងគេដែលបំពាក់ដោយបច្ចេកវិទ្យា E3 ដោយក្នុងនោះ BYD បានពិពណ៌នាថាជ្រុលជាបង្កើតរថយន្តប្រណិតទៅហើយនោះម្ល៉េះហើយអ្នកបើកបររថយន្តមួយប្រភេទនេះត្រូវតែមានអារម្មណ៍ថា Denza Z វាគឺជារថយន្ត Sport មួយដែលអស្ចារ្យជាងគេបំផុតនៅក្នុងពិភពលោក